ហើយសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពី website មួយដែលខ្ញុំបាន build សម្រាប់ជា final project នៃឆមាសទី3ឆមាសទី2ឆ្នាំទី3នៃម៉ោង course web design របស់យើងដែលក្នុងនេះគឺ website របស់យើងមានឈ្មោះថា Directory ដែលក្នុង Directory គឺជា website ដែលអាចឲ្យ user list thing that they don't want ហើយដើម្បី exchange ជាមួយគេឬក៏អាចប្រើជាលក់វិញអាចប្រើជា money ហើយមួយទៀតគឺ boss គឺទាំងពីរទាំងលក់ផងទាំង exchange ផងជំនឿថា item មួយហ្នឹងគឺយើងអាច exchange ផងឬក៏យើងអាចមានពីរវិធីគឺអាច exchange ផង money ផងប្រើជាលុយផងដែលដូចនៅក្នុង website នេះយើងឃើញអញ្ចឹងគឺ website នេះគឺមាន5 feature ទី1គឺ process item add item my listing customer service ហើយនិង sign in register ហ្នឹងដែលហើយនេះគឺជា the most popular thing អីចឹងហើយកន្លែងនេះគឺជា the unique thing ដែលមាននៅក្នុងឬក៏ special thing ដែលមាននៅក្នុង website របស់យើងហ្នឹងហើយក្នុងនេះគឺវាមានជា education book clothing accessory មានជា electronic hand gadget add kit item door ហើយ home furniture អញ្ចឹងហើយនេះគឺជា footer របស់យើងដែលវា contain នៅ feature ហើយនឹង feature អានេះពួកជា category ពួកជានេះ have and legal ឥឡូវក្នុងករណីដែលបើសិនបើយើងហើយមួយទៀតបើសិនបើយើងដឹងថា item ហ្នឹងគឺអាចប្រើជា exchange money ឬ box បានយើងគ្រាន់តែមើលថា icon របស់វានៅក្នុងitem ហ្នឹងវាមានអីគេវាជាអីបើសិនបើដូចយើងឃើញអញ្ចឹងបើសិនបើអាហ្នឹងវាឃើញទៅវិញទៅមកចាំថាអាហ្នឹងគឺសម្រាប់ exchange តែបើសិនបើក្នុងហ្នឹងវាជាដុល្លារដូចនេះអញ្ចឹងចាំថាអាហ្នឹងគឺ money ហើយបើសិនបើឃើញរូបនេះចាំថា boss ចាំថាយើងអាច exchange ផងក៏បានអាចទិញក៏បានហើយយើងអាច explore បានយើងអាច explore បើសិនបើយើងចង់នេះយើងអាចចង់ explore មកយើងអាចចុច explore now ហ្នឹងហើយយើងឃើញថានៅក្នុងនេះគឺជា feature គឺជា category detail សម្រាប់clothing accessory របស់យើងអានេះគឺជាលក្ខណៈថាគឺជា special feature ហើយក្នុងនេះគឺជា popular item របស់យើងសម្រាប់ clothing accessory ហើយនេះគឺជា feature នេះគឺជា category គឺជា item ដែលមាននៅក្នុង clothing accessory របស់យើងវាមាន exchange money boss ដូចគ្នាហើយយើងចុចមួយយើងអាចចុចមួយយើងអាចឃើញនៅ detail នៅ item ដែលសម្រាប់ exchange សម្រាប់ money ហើយ boss តែខ្ញុំក្នុងនេះខ្ញុំធ្វើតែ exchange សិនទេព្រោះឯសារដើម្បីវាមានភាពងាយស្រួលលក្ខណៈថាឲ្យជា prototype មួយសម្រាប់ website ទេព្រោះឯសារវាដូចតែគ្នាពួកហ្នឹងហើយក្នុងនេះគឺជា category តូចៗនៅក្នុង clothing accessory ហើយនេះគឺជាបើសិនបើយើងចង់ explore detail យើងអាចចុចកន្លែង icon នេះដើម្បី explore detail នៃ item របស់យើងអាចចុច explore detail ហ្នឹងដើម្បី detail គេថាក្នុងនេះគឺឈ្មោះថា background contrast search ដែល search ហ្នឹងគឺuser ហ្នឹងlister ហ្នឹងគឺគាត់ចង់បានតែ exchange ទេគាត់ចង់បាន exchange condition របស់គាត់គឺគាត់ចង់បាននៅ search ដែលមាន similar value របស់យើងហើយដូច similar value ហើយមួយទៀតគឺនេះជា item detail របស់ search របស់យើងហ្នឹង search ដែលគេ listing ហ្នឹងហើយនេះគឺជា description សម្រាប់ search ហ្នឹងរបស់ search ហ្នឹងហើយនេះគឺជា seller ឈ្មោះ seller ឈ្មោះគេ Rabi ហ្នឹង reposition ហើយ contact email ហើយនេះគឺជា message របស់អ្នក lister ហ្នឹងហើយយើងអាចចង់ check មើលផ្សេងៗបានហើយកន្លែងនេះគឺជា similar thing ដែលមានហើយកន្លែងនេះគឺជា detail នេះគឺជាកន្លែង customer service ឬក៏យើងកន្លែងយើងអាចសួររកចម្ងល់អីចឹងដែលយើងអាចចុច detail ឬក៏យើងអាចចុចឃើញចុចនេះ customer service វាចេញមកកន្លែងនេះឃើញថាបើសិនបើយើងចុច customer service វាចេញមកកន្លែងហ្នឹងហើយអានោះក៏ដូចគ្នាដែរគឺបើសិនបើយើងចុចហ្នឹងគឺវាទៅដល់កន្លែង customer service ដែលយើងអាច email ទៅអ្នកបង្កើតឬក៏ខ្ញុំហ្នឹងហើយកន្លែងនេះគឺកន្លែង sign in ហើយ register អានេះគឺជាខ្ញុំ focus ទៅលើ UI អញ្ចឹងវាអត់ទាន់ work ទេហ្នឹងហើយនេះគឺជា listing ដែលយើងបាននេះគឺជា profile របស់យើងគឺ profile អានេះគឺជា profile របស់យើងហើយកន្លែងនេះគឺជា listing របស់យើងដែលយើងធ្លាប់ list នៅក្នុង website របស់យើងហ្នឹងនេះវាមានដូចជា cover slip iPhone 15 skirt អីចឹងនេះគឺដូចគ្នាគឺ digital in go to
customer service ដូចគ្នាហើយឡើយគឺយើងអាច add item បានដែលយើងចុចគ្រាន់តែសា add មកយើងដាក់យើងចង់ add អាវហើយ type របស់យើងគឺ with resource ឥឡូវ using money ជាវាថា exchange condition nothing I don't know what is it nothing anything oh no using money ចឹងថាគួរតែដាក់លុយនេះlà name Wiser enter condition new no idea brown why category ជា accessory ហើយនេះអីគេណាហើយ upload ដាក់ description ដាក់ anything description good condition មកទេ condition set អូខេហើយយើងអាច upload បានអូខេចឹង upload បានហើយយើងអាចចូលមើលមក listing របស់យើងឃើញថាយើងបានដាក់ search មួយដែល search ហ្នឹងគឺប្រើតែលុយទេដើម្បីទិញចូលមានតែលុយគឺអាចបានអាហ្នឹងបានតែយើងអាច explore មើលយើងឃើញថាក្នុងនេះអានេះគឺជាinput របស់យើងដែលនេះគឺជាអ្វីដែលយើង input មិញហ្នឹងគឺយើងប្រើលុយដើម្បីទិញអាហ្នឹងបានហើយនេះគឺ now let's go to our responsive so អានេះគឺជា process item it's just the same thing yeah it's same thing it's the same thing and trajectory ពួកថើរបស់យើងហើយកន្លែងនេះគឺយើង explore មើលដែរ yes ហើយកន្លែងនេះគឺយើងបដូរពីអាគៀនមិញឥឡូវដាក់ចូលកណ្ដាលវាមានដូច top accessory footwear អីចឹងហើយខាងនេះគឺជា list នៅក្នុងsystem របស់យើងនេះនៅក្នុង category clothing អីហ្នឹង accessory ណានេះគឺ add item it's just the same ហើយហ្នឹងគឺ listing it's just the same listing my listing customer service នេះគឺ login ហើយខ្ញុំចង់និយាយមួយទៀតដែលនៅក្នុងនេះគឺសម្រាប់អ្វីដែលខ្ញុំ input មិញយើងឃើញហ្នឹងវាខ្ញុំប្រើវាអត់ទាន់មានជា database គ្រាន់ខ្ញុំប្រើជា local storage ដើម្បី store វាហ្នឹងយើងឃើញអញ្ចឹងកន្លែងនេះអញ្ចឹងមានថាវា store នៅក្នុង local storage អញ្ចឹងមានថាប្រសិនបើយើង input អីចឹងហើយយើងឃើញថាយើងឃើញយោមអ្វីដែលយើងឃើញហ្នឹងគឺមានឃើញតាអ្វីដែលយើងដាក់ហ្នឹងគឺមានឃើញតានៅក្នុង computer របស់យើងឯងនៅក្នុង local computer របស់យើងឯងអញ្ចឹងគេអ្នកផ្សេងប្រើ website របស់ខ្ញុំហ្នឹងគឺគេអាចឃើញទេ so ដូចនេះ that's all អរគុណសម្រាប់ការស្ដាប់